វប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរាយជាតិថ្កាងថ្កានសេចក្តីអធិប្បាយដើម្បីបង្ក្រាបប្រទេសមួយបានលុះត្រាតែមានទឹកដីប្រជាជនវប្បធម៌នេះឯងបើសិនជាគ្មានមនុស្សក៏គ្មានវប្បធម៌ដែរគេអាចនិយាយបានថាវប្បធម៌ជាអត្តសញ្ញាណសម្រាប់សម្គាល់ជាតិសាសន៍នីមួយៗបើសង្គមមួយសុខចិត្តទទួលយកវប្បធម៌របស់អ្នកដទៃហើយនោះនឹងធ្វើឲ្យជាតិសាសន៍ខ្លួនឈានទៅរកការបាត់បង់អត្តសញ្ញាណជាក់ជាមិនខានសមដោយសុភាសិតមួយលើកឡើងថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរាយជាតិថ្កាងថ្កានតើសុភាសិតបង្កប់នៅឧត្តមគតិដូចម្តេចខ្លះដើម្បីឲ្យការបកស្រាយកាន់តែងាយស្រួលជាបឋមគួរកបីយល់នៅពាក្យគន្លឹះមួយចំនួនជាមុនសិនវប្បធម៌ជាតិពុនរាយនិងថ្កាងថ្កានវប្បធម៌សំដៅដល់ការសាបព្រោះបណ្ដុះវិជ្ជាវាកើតឡើងពីមនុស្សដូចជាទម្លាប់នៃការរស់នៅការស្លៀកពាក់ការគោរពជំនឿការប្រើប្រាស់ភាសានិងផ្នត់គំនិតជាដើមចំណែកជាតិមានន័យថាជាតិសាសន៍ឬប្រទេសជាតិណាមួយរីឯពាក្យពុនរាយបានន័យថាដែលភ្លឺត្រចះឬដែលមានពន្លឺរស្មីរុងរឿងចាំងប្រងព្រាយហើយពាក្យមួយទៀតគឺថ្កាងថ្កានសំដៅដល់ភាពខ្ពង់ខ្ពស់ឧដាំងឧដាមសុភាសិតខាងលើចង់និយាយថាបើជាតិសាសន៍មួយបាត់បង់នៅវប្បធម៌ដែលជាប្រលឹងរបស់ខ្លួនប្រកាសជារលាយដោយអំបិលត្រីទឹកតែបើគេខំលើកតម្កើងនិងថែរក្សាវប្បធម៌ឲ្យបានរីកចម្រើនវិញជាតិសាសន៍នោះក៏កាន់តែមានគេស្គាល់ច្រើននិងមានកិត្តិយសល្បីសុសសាយលើឆាកអន្តរជាតិទៀតផងនិងមិនងាយរលាយសាបសូន្យឡើយកាលណានិយាយដល់វប្បធម៌គឺវាមានន័យទូលំទូលាយណាស់ដែលក្តោបលើចំណុចជាច្រើនដូចជាការរស់នៅទំនៀមទម្លាប់ជំនឿផ្នត់គំនិតសិល្បៈភាសានិងប្រវត្តិនៃការរីកចម្រើនរបស់ជាតិសាសន៍នោះជាដើមហើយបើចំណុចទាំងនេះត្រូវបាត់បង់ជាតិសាសន៍នោះក៏ជិតដាច់ពូជផងដែរហេតុដូច្នេះហើយទើបគេឃើញប្រទេសខ្លះខិតខំផ្សព្វផ្សាយវប្បធម៌របស់ខ្លួនទៅពាសពេញពិភពលោកជាក់ស្ដែងពួកបស្ចិមប្រទេសដូចជាអង់គ្លេសអាមេរិកប៉ូទុយហ្គាល់អេស្ប៉ាញនិងបារាំងសុទ្ធតែមានអរិយធម៌វប្បធម៌ជឿនលឿនដែលធ្វើឲ្យប្រទេសនានាយកតម្រាប់តាមធម្មតាទឹកហូរពីខ្ពស់ទៅទាបរីឯប្រទេសដែលមានវប្បធម៌ទាបតែងតែទទួលរងនូវឥទ្ធិពលនៃប្រទេសដែលមានវប្បធម៌ខ្ពង់ខ្ពស់នៅក្នុងចក្រភពអង្គរព្រះមហាក្សត្រខិតខំផ្សព្វផ្សាយអក្សរសាស្ត្របង្កើតសាកលវិទ្យាល័យការកសាងប្រកបដោយសិល្បៈហើយប្រជាជនរួមនៅដោយចេះសាមគ្គីគ្នាមិនត្រឹមតែប៉ុណ្ណោះព្រះបាទជ័យវរ្ម័នទី7មិនព្រមឲ្យជនជាតិចាមគ្របគ្រងអង្គរឡើយដោយទ្រង់បារម្ភខ្លាចវប្បធម៌ខ្មែរត្រូវរលាយហើយជនជាតិខ្មែរក៏ត្រូវសាបសូន្យដែរហេតុនេះហើយទើបទ្រង់លើកទ័ពដើម្បីបណ្ដេញពួកគេចេញពីទឹកដីយឺនសូមបញ្ជាក់ថាគ្រានោះចក្រភពខ្មែរល្បីល្បាញអស្ចារ្យហើយវប្បធម៌ខ្មែរក៏លាតសន្ធឹងសឹងតែពេញអាស៊ីអាគ្នេយ៍ដីគោកចង្មូនបន្ថែមពីនេះបើគេសង្កេតមើលពិធីអាពាហ៍ពិពាហ៍នៅក្នុងសង្គមមុនគឺខុសពីបច្ចុប្បន្នច្រើនណាស់ពីមុនដើម្បីរៀបការបានគេត្រូវចំណាយពេលច្រើនតែសពថ្ងៃបានកាត់យកត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះក្រៅពីនេះគេឃើញមានបញ្ចូលនៅពិធីកាត់នំខេកនិងការបោះផ្តាដោយឡែកកាលពីបុរាណខ្មែរយើងស្លៀកក្បិនប៉ុន្តែក្រោយមកពីបារាំងចូលមកខ្មែរយើងចេះស្លៀកខោអាវបែបអឺរ៉ុបចេះប្រើគ្រឿងម៉ាស៊ីនដូចអឺរ៉ុបដែរប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺយើងត្រូវតែរក្សាប្រពៃណីទំនៀមទម្លាប់និងភាសារបស់យើងកុំឲ្យបាត់បង់ជាការពិតណាស់នៅក្នុងសម័យឧដុង្គប្រទេសអណាមឬយួនបានដាក់អាណានិគមលើប្រទេសខ្មែរនិងព្យាយាមលុបបំបាត់វប្បធម៌របស់ខ្មែរដោយបង្ខំឲ្យខ្មែរនិយាយតែភាសាយួនគោរពព្រះពុទ្ធសាសនាបែបមហាយាននិងស្លៀកពាក់អាវផាយតាមបែបយួនដែរពួកគេធ្វើបែបនេះដើម្បីឲ្យខ្មែរយើងភ្លេចវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្លួនហើយក្នុងអនាគតដ៏ឆ្លៀសខាងមុខនេះពួកវានឹងបំបត្តិជាតិសាសន៍ខ្មែរនិងលេបត្របាក់យកទឹកដីរបស់យើងតែម្ដងប៉ុន្តែខ្មែរយើងមិនបាននៅស្ងៀមទេក៏នាំគ្នាបះបោឡាងនិងទាមទារនៅសិទ្ធិជាម្ចាស់ស្រុកវិញរហូតរបូតចេញពីក្រញាំបិសាចយួនជាក់ស្ដែងនៅក្នុងសម័យឧដុង្គដដែលព្រះសង្ឃមានតួនាទីយ៉ាងសំខាន់នៅក្នុងការអភិរក្សវប្បធម៌របស់ជាតិខ្មែរកូនប្រុសត្រូវទៅបួសរៀននៅក្នុងដើម្បីរៀនសូត្រភាសាជាតិជាដើមហេតុនេះហើយទើបគេឃើញថានៅសម័យនោះព
ពោពេញទៅដោយអ្នកប្រាជ្ញកវីគ្រប់ទិសទីទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយក៏ខ្មែរយើងមិនភ្លេចវប្បធម៌ជាតិខ្លួនឡើយមិញម្នាញ់ទោះបីខ្មែររស់នៅប្រទេសណាក៏ដោយក៏ខ្មែរនៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួងនៅអត្តសញ្ញាណរបស់ខ្លួនជានិច្ចមិនថាខ្មែរលើខ្មែរក្រោមឬខ្មែរនៅអឺរ៉ុបឬខ្មែរនៅឯណាទេក៏នៅតែនិយាយនឹងរៀនភាសាខ្មែរហើយពួកគេក៏រក្សានៅប្រពៃណីរបស់ខ្លួនដូចជាបុណ្យភ្ជុំបិណ្ឌបុណ្យចូលឆ្នាំខ្មែរបុណ្យកឋិនការស្លៀកពាក់ហូលផាមួងជាដើមទង្វើទាំងនេះហើយទើបគេស្គាល់ខ្មែរហើយខ្មែរនៅតែជាខ្មែរគ្មាននរណាអាចបំបត្តិជាតិសាសន៍ខ្មែរបានឡើយដោយសារតែវប្បធម៌ខ្មែរនៅរស់នេះឯងរហូតមកដល់សប្តាហ៍នេះភាសាខ្មែរត្រូវបានប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជានិងគោរពព្រះពុទ្ធសាសនាបែបហីនយាននិងប្រកាន់ខ្ជាប់នូវសីលធម៌គុណធម៌និងចរិយធម៌ល្អប្រពៃទៀតផងព្រមទាំងមានអ្នកប្រាជ្ញជាច្រើនខិតខំបង្កើតពាក្យថ្មីៗដើម្បីបម្រើប្រើប្រាស់ភាសាខ្មែរឲ្យបានកាន់តែទូលំទូលាយជាងមុនមកប៉ុន្តែបើយើងស្អប់ភាសាខ្លួនឯងនិយមតែភាសាបរទេសនោះតម្លៃជាតិខ្លួនឯងក៏នឹងបាត់បង់ផងដែរជាក់ស្ដែងនៅក្នុងអក្សរសិល្បៈខ្មែរខ្លះអ្នកនិពន្ធបានបញ្ចូលនូវទស្សនៈនិងបណ្ដុំមគ្គណៈស្នេហាជាតិដើម្បីឲ្យអ្នកអានអ្នកសិក្សាជំនាន់ក្រោយចេះស្រឡាញ់ការពារទឹកដីមាតុភូមិរបស់ខ្លួនដូចជារឿងគូលីកំណែនជាដើមលោកញក់ថែមបានឲ្យតួអង្គលឹមនូដួងអ្នកគ្រូគូរត់សុទ្ធតែជាតួអង្គតំណាងឲ្យអ្នកស្នេហាជាតិស្មោះត្រង់និងដើម្បីការពារអត្តសញ្ញាណរបស់ខ្លួនហ៊ានប្រឆាំងនឹងបារាំងជប៉ុនដែលជាចក្រភពមហាអំណាចឈ្លានពានលើប្រទេសតូចតាចទិញត្រកគោកបន្ថែមពីនេះលើក្នុងរឿងមាលាដួងចិត្តតួអង្គទីខៀវវុឌ្ឍសុខចិត្តលះបង់ស្នេហាចោលដើម្បីជាតិគឺយកទឹកដីជាតិសាសខ្លួនជាធំគេបានសច្ចាថាបើសៀមមិនប្រគល់ខេត្តបាត់ដំបងនិងខេត្តមួយចំនួនទៀតមកឲ្យខ្មែរវិញទេគេប្រកាសជាមិនស្រឡាញ់នាងច័ន្ទមនីឡើយនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាតួអង្គនេះឲ្យតម្លៃលើជាតិសាសន៍របស់ខ្លួនហើយក៏ជាការស្ដារនៅវប្បធម៌ជាតិខ្មែរផងដែរក្រោយពីនេះទោះបីអក្សរសិល្បៈខ្លះមិនបាននិយាយដល់មគ្គណៈស្នេហាជាតិក្តីប៉ុន្តែក៏មានបញ្ចូលនៅលក្ខណៈនៃវប្បធម៌ខ្មែរផងដែរដូចជារឿងកូឡាបៃលិនជាដើមលោកញក់ថែមបានឲ្យតួអង្គចៅចិត្តគោរពដល់នារីនិងចេះគោរពចាក់ទុំចំណុចទាំងនេះអ្នកនិពន្ធមិនបានបំភ្លេចចោលឡើយម៉ាញ់ម៉ណាញ់នៅក្នុងរឿងផ្កាស្រពោនបានបង្ហាញនៅផ្នត់គំនិតខ្មែរដែលស្រឡាញ់នារីដែលមានចរិតស្លូតម៉ូតសុភាពរាបសារឬអាចហៅថានារីគ្រប់លក្ខជាក់ស្ដែងដូចជាតួអង្គនាងវិថាវីជាដើមហើយក្នុងរឿងនោះទៀតសោតបានបង្ហាញនៅជីវភាពប្រជាជននិងគោរពសាសនាព្រះពុទ្ធនិងជំនឿរបស់ខ្មែរយើងផងដែរអ្វីដែលបានរៀបរាប់នៅក្នុងចំណុចទាំងនេះសុទ្ធសឹងតែឆ្លុះបញ្ចាំងនៅការរក្សានៅវប្បធម៌របស់ជាតិខ្លួនទោះបីជាតាមរយៈអក្សរសិល្បៈក្តីក៏អាចផ្សព្វផ្សាយបានផងដែរសរុបមកឃើញថាគ្រប់ជាតិសាសន៍តែងតែខិតខំថែរក្សាការពារវប្បធម៌របស់គេមិនឲ្យសាបសូន្យឡើយហើយពួកគេសុខចិត្តពលីជីវិតដើម្បីបណ្ដេញខ្មាំងឈ្លានពានដើម្បីឲ្យកុលបុត្រកុលធីតាចំនួនក្រោយបានស្គាល់វប្បធម៌ជាតិខ្លួនជាក់ស្ដែងព្រះបាទជ័យវរ្ម័នជាដើមចំណែកឯប្រទេសអឺរ៉ុបគេខំផ្សព្វផ្សាយវប្បធម៌របស់គេជាខ្លាំងលើសពីនេះទៅទៀតនៅក្នុងអក្សរសិល្បៈរឿងគូលីកំណែននិងរឿងមាលាដួងចិត្តសុទ្ធសឹងតែបណ្ដុះឲ្យកូនខ្មែរស្រឡាញ់ជាតិនិងវប្បធម៌របស់ខ្លួនហើយអក្សរសិល្បៈខ្លះទៀតក៏បានជួយផ្សព្វផ្សាយវប្បធម៌ខ្លួនដែលបង្កប់នៅខាងក្នុងសាច់រឿងនោះទៀតផងយោងតាមការបកស្រាយខាងលើសុភាសិតនេះពិតជាមានតម្លៃយ៉ាងមហាសាលដោយមិនអាចកាត់ថ្លៃបាននៅក្នុងការបណ្ដុះឲ្យកូនខ្មែរយល់ពីតម្លៃវប្បធម៌និងឲ្យចេះថែរក្សានិងការពារឲ្យបានគង់វង្សទៅគ្រប់ជំនាន់ក្នុងនាមជាយុវជនជាទំពីងស្នងឫស្សីគួរកបីខិតខំស្វែងសិក្សាបន្ថែមពីប្រវត្តិសាស្ត្ររបស់ខ្លួនដើម្បីទប់ស្កាត់មិនឲ្យអ្វីដែលជារបស់ខ្លួនត្រូវបាត់បង់ហើយត្រូវចងចាំនៅសុភាសិតវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាយជាតិថ្កើងថ្កានក្នុងចិត្តជានិច្ចកំបីធ្វេសប្រហែសឡើយ